สรุปសេចក្តីថាកម្មវិធីបុណ្យនេះតាមអ្នកប្រាជ្ញក្នុងពុទ្ធសាសនាលោកថាធ្វើបុណ្យខែភ្លឺផងខែងងឹតផងធ្វើបុណ្យខែភ្លឺគឺសំដៅទៅលោកអ្នកដែលមានជនមានអាយុរស់នៅបុណ្យខែងងឹតសំដៅទៅលើលោកអ្នកដែលលះលោកនេះទៅកាន់លោកខាងមុខហើយនោះមានពីរផ្នែកបុណ្យចម្រើនប្រជញ្ញមានអាយុនឹងបុណ្យខួប100ថ្ងៃនេះខួប100ថ្ងៃនេះជាបុណ្យទក្ខិណានុប្បទានតាមបែបពុទ្ធសាសនាបុណ្យទាំងពីរនេះកើតឡើងដោយទឹកចិត្តរបស់កូនចៅប្រុសស្រីគ្រប់រូបទាំងអស់ជាសប្បុរសជនជាអ្នកដែលមានបញ្ញាឆ្លៀវឆ្លាតវាំងវៃយល់ដឹងហេតុផលដែលកើតមានឡើងសម្រាប់ជីវិតមនុស្សមានបញ្ញាយល់ហេតុផលដឹងគឺដឹងនៅគុណឧបការៈរបស់លោកជាមេត្តាបិតាទាំងពីររូបដែលលោកបានធ្វើកិច្ចការដ៏ល្អប្រសើរវិសេសវិសាលបំផុតកិច្ចការងារដ៏លំបាកក្នុងជីវិតរបស់ពលលោកជាមេត្តាបិតានោះសម្រាប់សង្គ្រោះដល់កូនប្រុសកូនស្រីរបស់ពលលោកនោះនេះជាកិច្ចការមួយដ៏សំខាន់បំផុតសម្រាប់ទ្រឹស្ដីនៃព្រះពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងនោះបាននៃថាបុណ្យនេះកើតឡើងដោយធ្វើកតញ្ញូការដឹងគុណរបស់កូនប្រុសកូនស្រីដែលជាសប្បុរសជននោះហើយដឹងគុណហើយក៏នៅមិនស្ងៀមទៀតបានបំពេញភារកិច្ចគឺកម្មវិធីកតវេទីតាធោប្រែជាខ្មែរថាកិច្ចដែលត្រូវធ្វើតបដូចជាកម្មវិធីថ្ងៃនេះមានកម្មវិធីចម្រើនប្រពរែតទេសនាដល់វេលាថ្ងៃស្អែកឡើងមានវេផតតាជាទក្ខិណានុប្បទានដើម្បីនឹងឧទ្ទិសជូនចំពោះបុព្វការីជនរបស់លោកទាំងពីរទាំងលោកដែលមានជីវិតរស់នៅនិងលោកដែលលះលោកនេះទៅកាន់លោកខាងមុខហើយនោះធ្វើកតញ្ញូការដឹងគុណនេះហើយនឹងកតបិទីតាធម៌នេះបានធ្វើកិច្ចទាំងឡាយទាំងពួងតបចំពោះគុណដល់អ្នកមានគុណនេះធ្វើនឹងមានកើតឡើងសម្រាប់តែពួកសប្បុរសទេសម្រាប់ពួកអសប្បុរសកំរនឹងមានធัวទាំងពីរយ៉ាងនេះកើតមានដល់ពួកអសប្បុរសណាអាស្រ័យនេះក្នុងថ្ងៃនេះបញ្ជាក់ថាកូនចៅប្រុសស្រីក្រុមគ្រួសាររបស់លោកអ្នកមានគុណទាំងលោកអ្នកមានជីវិតរស់នៅក្តីលៀនលោកទៅកាន់លោកខាងមុខឲ្យក្តីគឺសត្វតែជាបុគ្គលដែលជាសប្បុរសជាសេចក្តីយ៉ាងនេះទើបមានកម្មវិធីបុណ្យនេះកើតឡើងធ្វើកតញ្ញូកតេបិតាធ្វើនេះពុទ្ធសាសនាមានព្រះសម្មាសម្ពុទ្ធជាបរមគ្រូព្រះអង្គតែងតែទូលមានព្រានប្រដៅណែនាំមនុស្សទាំងឡាយឲ្យយល់ដឹងអំពីជីវិតរស់នៅរបស់មនុស្សលោកនៅក្នុងលោកនេះហើយជាពិសេសពាក្យទូលមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងនេះគឺមានតេតងតែនឹងជីវិតមនុស្សដែលរស់នៅទេនឹងពុទ្ធសាសនានោះ
ប៉ុន្តែគួរឲ្យសោកស្ដាយណាស់សម្រាប់យើងអ្នកកាន់ពុទ្ធសាសនាក្នុងឋានៈជាពុទ្ធបរិស័ទនេះមិនបានសិក្សារៀនសូត្រនៅពុទ្ធសាសនាដែលជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងនោះឲ្យយល់ដឹងថាតើពុទ្ធជាបរមគ្រូព្រះអង្គទេសនាទូមានណែនាំមនុស្សនោះយ៉ាងណាខ្លះនោះអត់បានដឹងទេតែហ្នឹងហើយដែលយើងសោកស្ដាយនោះតែសម្រាប់ញោមញាតិពុទ្ធបរិស័ទដែលកំពុងតែមានជីវិតរស់នៅនេះក៏អាចដឹងបានទៅតាមរយៈធ្វើទេសនាតែនឹកស្រណោះអាឡោះអាឡៃសម្រាប់អ្នកដែលកាន់ពុទ្ធសាសនាហើយបានលះលោកនេះទៅកាន់លោកខាងមុខផុតទៅហើយនឹងអត់បានយល់ដឹងពីសាសនាធម៌នៃព្រះសម្មាសម្ពុទ្ធជាបរមគ្រូនោះទ្រង់សម្ដែងពយល់ណែនាំប្រាប់ដល់មនុស្សនៅយ៉ាងណាអត់បានដឹងទេនឹងជាសេចក្តីអភ័ព្វមួយសម្រាប់អ្នកដែលលះលោកនេះទៅកាន់លោកខាងមុខហើយនោះនឹងសូមញោមញាតិពុទ្ធបរិស័ទទាំងឡាយជ្រាបក្នុងឋានៈជាអ្នកកាន់ពុទ្ធសាសនានោះកន្លងទៅហើយតាមដែលយើងសង្កេតមើលក្នុងចំណោមក្រុមពុទ្ធបរិស័ទអ្នកកាន់ពុទ្ធសាសនានេះការគោរពពុទ្ធសាសនានេះក្រាន់តែជាទំនៀមទម្លាប់ប្រពៃណីដែលធ្លាប់ធ្វើតធ្លាប់ឮធ្លាប់ឃើញធ្វើតាមទម្លាប់ប្រពៃណីជាតមកទេតែការធ្វើនឹងអត់យល់ដឹងពីកម្មវិធីដែលខ្លួនត្រូវធ្វើមានអត្តន័យយ៉ាងណាខ្លឹមសារយ៉ាងណានឹងអត់បានដឹងទេនឹងតាមដែលបានរំពឹងមើលទៅក្នុងចំណោមនៃពុទ្ធបរិស័ទអ្នកកាន់ពុទ្ធសាសនាព្រោះបុរាណដូនតាលោកថាក្រៅដៅក្នុងយើងឃើញតែអិរិយាបថការប្រព្រឹត្តរបស់ញោមញាតិពុទ្ធបរិស័ទកន្លែងខ្លះឃើញប្រឆាអំពីមេគារបស់ពុទ្ធសាសនានឹងដោយច្រើនណាស់នឹងសំធ្វើសេចក្តីបញ្ជាក់ថ្ងៃនេះដូចជាញោមញាតិមកក្រុមមកចំពោះដោយច្រើនឃើញមានមនុស្សស្លាប់គេនិមន្តព្រះសង្ឃទៅសូត្រធម៌ពេលមានមនុស្សស្លាប់ហើយក៏សន្និដ្ឋានស្មានក្នុងចិត្តថាព្រះសង្ឃមកសូត្រធម៌ឲ្យខ្មោចនោះស្ដាប់នឹងការយល់ឃើញមកក្រុមរបស់បរិស័ទតែតាមពិតទៅពុទ្ធសាសនាមិនទាក់ទងឲ្យនឹងខ្មោចទើបតែសោះអត់មានតែទួយទេក្នុងពធ84000ដែលព្រះអង្គទ្រង់សម្ដែងហើយអត់ឃើញមានទេឃើញមានទាក់ទងទៅនឹងមនុស្សរស់អប់រំមនុស្សរស់ដែលមានជីវិតរស់ជាមនុស្សនោះតែញោមញាតិយល់ច្រឡំដែលអាត្មាភាពថាពុទ្ធសាសនាមិនទាក់ទងនឹងខ្មោចនឹងជួនខ្លះស្ដាប់អត់យល់ទៀតថាតែចំមិនទាក់ទងខ្មោចមិនបើឃើញមនុស្សស្លាប់គេនិមន្តព្រះសង្ឃទៅសូត្រធម៌ណាថាព្រះសង្ឃដែលទៅសូត្រធម៌នឹងមិនមែនខ្មោចនឹងមកនិមន្តទេមនុស្សរស់ទេគេនិមន្តណាព្រះសង្ឃឲ្យមកសូត្រធម៌ខ្មោចស្លាប់ទៅហើយមានតែជាណាលឺស្ដាប់សូរស័ព្ទសំណើធ្វើសំឡេងធ្វើបានអត់ទេភ្នែកក៏មើលអីវាមិនឃើញជាមកក៏ទទួលក្លិនអីមិនបានដាតក៏ទទួលរសជាតិអីមិនបានកាយក៏ទទួលការប៉ះពាល់អត់បានទេទ្វារទាំង5ហ្នឹងវាស្លាប់មុនជីវិតវិញ្ញាណទៅហើយចំក្រោយបំផុតបានវិញ្ញាណចេញចាកអំពីរូបកាយទៅចំក្រោយទេនឹងសូមធ្វើសេចក្តីបញ្ជាក់អញ្ចឹងបើអញ្ចឹងបញ្ជាក់ថាពុទ្ធសាសនាមិនមានទាក់ទងនឹងខ្មោចទេទាក់ទងតែនឹងមនុស្សរស់មិនសូមញោមញាតិជ្រាបចា៎សូមឲ្យញោមញាតិដែលមានជំនឿទៅពុទ្ធសាសនាទាក់ទងនឹងខ្មោចសូមឲ្យលុបចេញទៅ
កុំកាន់យកកុំយល់ឃើញចឹងទៀតហើយម្យ៉ាងទៀតយើងនិយាយអាចឆ្លល់ចង់ឯណែនេះគេធ្វើបន់ឧទ្ទិសជូនចំពោះលោកអ្នកដែលលះលោកទៅហើយនោះព្រោះលោកឪពុកឈ្មោះច័ន្ទមេរៈនេះអានេះខ្មោចគេធ្វើឧទ្ទិសជូនថានឹងកូនចៅអ្នករស់តែគេធ្វើហ្នឹងក៏បាសកច័ន្ទមេរៈនឹងមិនដឹងគាត់ទៅកើតឯណាផងនឹងនៅឯណាផងណាគាត់ទៅហើយមិនដែលមកប្រាប់កូនតែកូនអើយឥឡូវឲ្យនៅទីនេះស្រុកនោះកន្លែងនោះក៏អត់កូនចៅដឹងគុណឧបការៈក៏មិនដឹងទៅរកលោកឪពុកនៅឯណាទេប៉ុន្តែដោយអំណាចដែលកូនចៅនឹករលឹកឃើញគុណឧបការៈហ្នឹងពោនៅមិនស្ងៀមក៏ធ្វើជាកម្មវិធីតាមពុទ្ធសាសនានឹងបន់100ថ្ងៃជាតិកណានុពទាននឹងឧទ្ទិសជូនទៅរីឯការឧទ្ទិសជូនទៅសោតក៏មិនប្រកាសថាឧបាសកច័ន្ទមេរៈនឹងទទួលបានឬមិនបានយើងអត់ដឹងទៀតនេះជាចំណុចមួយទៀតដែរដែលញោមញាណនឹកឃើញតែកាលណាធ្វើទានឧទ្ទិសជូនដល់បុព្វការីជនអ្នកដែលលះលោកហើយអ្នកលះលោករមែងតែបានទទួលកុសលផលដែលកូនចៅឧទ្ទិសជូនទៅហ្នឹងយល់ឃើញតែអញ្ចឹងគ្រប់តែគ្នាប៉ុន្តែពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធសម្ដែងតែមិនប្រកបទេជូនក៏បានដល់ជូនក៏មិនបានដល់នៅតែអត់ប្រកបទៀតបើជននោះទៅកើតក្នុងកន្លែងភូមិដែលគួរទទួលបានក៏បានទៅកើតក្នុងកន្លែងភូមិដែលមិនគួរទទួលបានក៏អត់នឹងចឹងចំណុចនឹងមួយក៏សំខាន់ដែរក៏បែរញោមញាណយល់ច្បាស់ថាអត់ប្រកបទេតែញោមញាណខ្លះយល់មិនប្រកបថាឧទ្ទិសកុសលបាត់បន់ជូនទៅអ្នកដែលលះលោកទៅហើយអ្នកដែលលោករមែងតែទទួលបានគ្រប់ការឧទ្ទិសនោះក៏នឹងអាចខកខ្លួនប្រហែសទ្វេមិនបានធ្វើសេចក្តីល្អសម្រាប់ខ្លួនឯងហ្នឹងនឹកឃើញដែរអញក៏មានកូនមានចៅរឹបតែតំបច្រើនណាស់ទោះបីឲ្យខ្លួនអញមិនបានធ្វើបន់ធ្វើកុសលអីក៏គំតែកូនចៅគេនឹងធ្វើឧទ្ទិសជូនទៅតាមក្រោយទេនឹកយ៉ាងនេះណាប៉ុន្តែបើសិននឹកចេះច្បាស់ជាខកហើយសម្រាប់ពុទ្ធសាសនាច្បាស់ជាអាសាបងហើយពុទ្ធសាសនាជាសាសនាដែលទីពឹងខ្លួនយ៉ាมันអាចយកអ្នកដទៃជាទីពឹងបានទេនឹងជាពុទ្ធដីកាពាក្យទូលមានព្រានបដោតរបស់ព្រះសម្មាសម្ពុទ្ធនោះសូមឲ្យញោមញាណជ្រាបចឹងថាអ្នកណាធ្វើអ្នកនឹងបានអ្នកណាមិនធ្វើអត់សម្រាប់ខ្លួនឯងដែលមានជីវិតជាមនុស្សរស់នេះសូមជ្រាបចឹងបញ្ជាក់កុំឲ្យញោមញាណអ្នកមានជីវិតនៅវាអភ័ព្វទៅទៀតនៅអត់បានធ្វើបុណ្យធ្វើកុសលសំអាងទៅលើកូនចៅមានរឹបតំបនឹងងាប់ទៅមុតគេធ្វើបុណ្យឧទ្ទិសជូនទៅហើយសង្ឃឹមបុណ្យកូនចៅប្រកាសជាអត់ហើយនេះសំធ្វើសេចក្តីបញ្ជាក់អញ្ចឹងអានឹងមួយតែពុទ្ធសាសនាមិនមែនជាសាសនាបន់ស្រន់បួងសួងអំពាវនាវរកអាទិភាពខាងក្រៅមកជួយទេដោយពីការបន់ស្រន់បួងសួងក្រុងពលីអីសពបែបសពយ៉ាងអំពាវនាវទេវតាប្អិនប្រព្រំឲ្យមកជួយប្រទានពរជ័យសព្វសាធុការដល់យើងដែលយើងចង់បាននោះអានឹងមិនមែនពុទ្ធសាសនាទេសូមញោមញាណជ្រាបជាប៉ុន្តែក្នុងចំណោមពុទ្ធបរិស័ទសប្តាហ៍ថ្ងៃនេះដែលមិនស្គាល់ពុទ្ធសាសនានឹងប្រព្រឹត្តតែកម្មវិធីនឹងឯងដោយច្រើននឹងឯងដែលអាត្មាថាក្រៅដៅ
ឃើញទង្វើរបស់ញោមញាតិខាងក្រៅយល់ដល់ទៅខាងក្នុងថាបើសិនញោមញាតិចេះដឹងពុទ្ធសាសនាមិនទៅប្រព្រឹត្តពិធីកម្មផ្សេងក្រៅពុទ្ធសាសនាហ្នឹងគឺអត់ធ្វើទេអានេះដែលបង្ហាញឲ្យញោមញាតិអត់យល់បើអញ្ចឹងទេសនាថ្ងៃនេះក៏សូមបញ្ជាក់ពីរឿងហ្នឹងឲ្យច្បាស់លាស់ថាពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធសម្ដែងថាมันអាចទៅយកអតិភិបខាងក្រៅមកជាទីពឹងខ្លួនបាននឹងអត់មានទេត្រូវតែធ្វើខ្លួនឯងពោលឲ្យខ្លីតែពុទ្ធសាសនាជាសាសនាដែលបង្រៀនមនុស្សឲ្យធ្វើការងារទេការងារដែលយើងធ្វើនឹងឯងផ្ដល់ផលប្រយោជន៍ឲ្យយើងអ្នកធ្វើគឺតែការងារដែលយើងធ្វើផ្ដល់ផលឲ្យយើងអ្នកធ្វើនឹងជាពុទ្ធសាសនាបានន័យថាពុទ្ធសាសនាជាសាសនាណែនាំបង្រៀនមនុស្សឲ្យទីពឹងខ្លួនឯងគឺទីពឹងកាយវាចាចិត្តធ្វើការដោយកាយដោយវាចាចិត្តហ្នឹងកាយវាចាចិត្តនេះសត្វភាសាបាលីទាំងអស់ហ្នឹងឯងមួយយើងខ្មែរមានទៅដឹងថាភាសាបាលីគេថាម៉េចកាយក៏មិនដឹងថាអីវាចាក៏មិនដឹងថាអីចិត្តក៏មិនដឹងថាអីអត់ដឹងតែទាំងអស់អានឹងក៏ជាផលវិបាកមួយសម្រាប់យើងដែរកាយគឺរូបរាងកាយយើងទាំងមូលអវាចាគឺសម្ដីយើងចិត្តគឺសភាវៈដែលចេះសន្សំនៅរឿងនៅអារម្មណ៍ទាំងឡាយទាំងពួងហ្នឹងចិត្តហ្នឹងប្រែជាខ្មែរថាអញ្ចឹងរួចយើងប្រើជាភាសាបាលីទៀតកាយវាចាចិត្តណាសម្រាប់ធ្វើការងារបាលីថាកាយកម្មធ្វើការដោយកាយវិច័យកម្មធ្វើការដោយចិត្តមនោវិច័យកម្មធ្វើការដោយសម្ដីមនោកម្មធ្វើដោយចិត្ត3នេះពាក្យកម្មនឹងទៀតក៏បាលីទៀតព្រោះយើងមិនយល់ទៀតកម្មប្រែជាខ្មែរថាទង្វើអំពើដែលយើងធ្វើបាលីហៅកម្មនឹងភាសាបាលីក្នុងពុទ្ធសាសនាដល់ប្រែមកជាខ្មែរបានន័យថាពុទ្ធសាសនាជាសាសនាដែលនិយមការងារដែលធ្វើទេជាទ្រឹស្ដីពាក្យទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធនោះប៉ុន្តែយើងអត់យល់ដល់មិនយល់ទៅស្វែងរកតែជំនួយពីក្រៅស្វែងជំនួយពីក្រៅសុំឲ្យជួយកិច្ចការងារជួយដល់ជីវភាពការរស់នៅជួយឲ្យមានយសមានសត្វត្រឹបធនធានទាំងអស់នៅស្វែងរកអតិភិបខាងក្រៅឲ្យជួយរិញមិនស្វែងរកតែអតិភិបខាងក្រៅជាទេវតាប្រអិនប្រព្រំទេមកសុំឲ្យពុទ្ធប្រធើប្រសងនឹងប្រទានឲ្យខ្លួនយើងដែលវិចេះតែយាវិចេះតែរៀបខុសឡើងនេះជារីឯពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងនេះគេថាសត្ថាទេវមនុស្សសាnăngព្រះអង្គជាគ្រូនៃទេវតានិងមនុស្សទេមិនមែនជាអតិទេពទេលោកគ្រូគ្មានអីឲ្យសិស្សទេគ្មានទ្រព្យមានធនសម្បត្តិអីឲ្យសិស្សទេមានត្រឹមតែអវាទទ្រឹស្ដីប្រាប់ចង្អុលមេគាឲ្យបរិស័ទនឹងធ្វើការងារដោយកាយដោយវាចាចិត្តរបស់ប៉ុនខ្លួនហ្នឹងដូចជាគ្រូទូទៅនៅលើសាកលលោកនេះលោកគ្រូបង្រៀនតាមសាលាតាមភូមិដទៃលោកគ្រូប្រាប់ទ្រឹស្ដីដល់សិស្សបង្រៀនវិជ្ជាផ្សេងៗប្រាប់ទ្រឹស្ដីទេ
ព្រះសម្មាសម្ពុទ្ធជាបរមគ្រូក៏ដូចគ្នាដែរប្រាប់ទ្រឹស្ដីចង្អុលទ្រឹស្ដីប្រាប់ផ្លូវប្រាប់មេគាឲ្យបរិស័ទនឹងអនុវត្តបដិបត្តិដោយខ្លួនឯងគឺធ្វើការដោយខ្លួនឯងឬបើយើងនិយាយឲ្យខ្លីថាពុទ្ធសាសនាជាសាសនាដែលនិយមការងារនិយមគឺរាប់អានពោលជាភាសាបាលីថាជាសាសនាកម្មនិយមនិយមឲ្យធ្វើកិច្ចការងារដោយខ្លួនឯងនឹងបានទទួលផលដោយខ្លួនឯងអំពីការងារដែលខ្លួនធ្វើនោះនឹងពុទ្ធសាសនាមិនដូចសាសនាដទៃទេសាសនាដទៃក្រៅពីពុទ្ធសាសនានេះគេផ្ញើជោគវាសនាទៅលើព្រះអាទិទេពទាំងអស់គ្រប់សាសនាទាំងលើកលែងតែពុទ្ធសាសនាមួយទេដែលដទៃទីតីពីសាសនាទាំងអស់នេះបានន័យថាសាសនាដទៃជាសាសនាអាទិទេពនិយមដល់អាទិទេពជាអ្នកផ្ដល់ជោគវាសនាតុបតែងរចនាវាសនាឲ្យដល់មនុស្សបើដល់អញ្ចឹងទៅមនុស្សចូលចិត្តសឹងអីតើគេធ្វើការឲ្យនេះគេរកទ្រព្យរកសម្បត្តិឲ្យចូលចិត្តសឹងអីណាគាត់ទីពឹងនឹងជាប់មែនទែនប៉ុន្តែអត់បានយកបញ្ញាទៅពិចារណាទេអត់បានយកបញ្ញារបស់ខ្លួនពិចារណាទេនៅតែជឿថាជោគវាសនារបស់ខ្លួនគឺទេវតាអ្នកចាមកឲ្យសរសេរមកឲ្យមនុស្សនឹងទៅជាអ្នកធំខ្ពង់ខ្ពស់មានទ្រព្យសម្បត្តិយសបណានៅតែមានជំនឿយ៉ាងប៉ុន្តែអត់បានយកបញ្ញាមកមើលថាតើទ្រឹស្ដីមេគានោះប្រកបឬមិនប្រកបអត់បានមើលទេអត់មានយកបញ្ញាមកទេនឹងហើយបានសាសនាដទៃគេពោលថាព្រហ្មលិខិតព្រះព្រហ្មជាអាទិទេពជាបិតានឹងរចនាតុបតែងជោគវាសនាមនុស្សឲ្យសរសេរកត់ត្រាមកឲ្យនេះគេព្រហ្មលិខិតតែពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធបដិសេធមិនទទួលស្គាល់យកទេថាព្រហ្មលិខិតនឹងព្រះអង្គទទួលស្គាល់ថាកម្មលិខិតកម្មគឺការងារដែលមនុស្សយើងធ្វើគ្រប់គ្នានឹងឯងជាសេចក្តីកត់ត្រាមកឲ្យយើងជោគវាសនាយើងគ្រប់គ្នាទៅជាមនុស្សយ៉ាងណាអ្នកជំនាញចំណេះចេះដឹងមានបញ្ញាមានទ្រព្យមានធនយស័ក្តិមានសេចក្តីសុខទុក្ខយ៉ាងណាគឺអំពើដែលខ្លួនយើងធ្វើទេអត់មានទទួលស្គាល់ថាអតិទេពណាមកធ្វើឲ្យទេ